ប៉ុនយល់ពាក្យស័ក្តិទិស័ក្តិសូរនៃពាក្យសុខទាំង3នេះតើវាមានលក្ខណៈខុសគ្នាបែបណាខ្លះតោះមើលការបញ្យល់ជាមួយខ្ញុំទាំងអស់គ្នាចំពោះពាក្យសុខទី1នោះគឺសដាក់ស្រអុនិងខអានថាសុខថ្នាក់ពាក្យវាជានាមគឺជាដំណើរស្រណុកសេចក្តីសប្បាយដំណើរស្រួលឧទាហរណ៍មានសុខបានសុខសុខក្សែមខ្សាន្តចំពោះពាក្យសុខទី2នោះគឺសដាក់ស្រអុនិងកអានថាសុខថ្នាក់ពាក្យវាជានាមគឺជាអាការៈមួយប្រភេទជាស្រោមស្រោបកូនដែលនៅក្នុងផ្ទៃម្ដាយមានតងជាប់នឹងផ្ចិតកូនជាផ្លូវជ្រួតជ្រាបរសជាតិឲ្យកូនចម្រើនធំឡើងដែលជាទូទៅមាននៅលើមនុស្សយើងហើយនិងសត្វពាហនៈផងដែរបន្តមកទៀតនោះគឺពាក្យសុខចុងក្រោយគេសដាក់ស្រអុកចង្រអានថាសុខថ្នាក់ពាក្យវាជានាមគឺជាឈ្មោះថ្ងៃទី6នៃសប្តាហ៍នោះគឺថ្ងៃសុក្រមួយវិញទៀតគឺសំដៅទៅលើឈ្មោះភពមួយដែលមាននៅក្នុងប្រព័ន្ធព្រះអាទិត្យនោះគឺភពសុក្រ